ជំរាបសួរបងប្អូនកូននេះដែរគាត់អត់បាយ2 3ថ្ងៃហើយគាត់មានក្អួតទៀតណាអញ្ចឹងនៅពេលដែលខ្ញុំទៅពិនិត្យមើលហើយធ្វើតេស្តទៅឃើញថាកូននេះគាត់កើតជំងឺរាកឈាមអញ្ចឹងត្រូវទៅទទួលការព្យាបាលអញ្ចឹងនៅពេលដែលព្យាបាលគាត់អត់តន់ស៊ីអីកើតទេរហូតដល់បានមួយយប់និងយប់ទី2ទៅគាត់ចាប់ផ្ដើមស៊ីបានប្រកដីវិញគាត់រៀងស្រួលខ្លួនហើយគាត់ស៊ីបានធម្មតាហើយអញ្ចឹងក៏ខ្ញុំឲ្យម្ចាស់គាត់យកទៅផ្ទះគាត់វិញនឹងលេបថ្នាំបន្ថែម3 4ថ្ងៃទៀតគាត់នឹងជាហើយនឹងសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះ